វីដេអូនេះប្រាប់ពីរបៀបបញ្ជាទិញនៅក្នុង app លោកដាផ្ទាល់តែម្ដងដោយបងប្អូនមិនចាំបាច់ copy link ចេញពី app ចិនទៀតទេថោប៉ោឬក៏1688អីហ្នឹងគឺបងប្អូនអាចទិញនៅក្នុង app នឹងផ្ទាល់តែម្ដងតម្លៃធូរថ្លៃមែនតើបងប្អូនអត្រាប្រាក់គឺ7.2ធូរថ្លៃខ្លាំងណាស់ហើយអាវ៉ាន់គឺមានរាប់ម៉ឺនរាប់លានមុខឯណោះសម្រាប់បងប្អូនធ្វើការបញ្ជាទិញគឺអាច scan អាវ៉ាន់ដែលបងប្អូនមានរូប scan នៅក្នុងហ្នឹងទៅគឺចេញអាវ៉ាន់ហ្នឹងតែម្ដងហើយបើសិនជាអត់មានរូបទេអាចវាយជាអក្សរមុខទំនិញដែលបងប្អូនចង់ទិញទៅគឺចេញមកច្រើនណាស់និយាយទៅទិញក្នុង app ផ្ទាល់គឺកាន់តែមានភាពងាយស្រួលហើយសម្រាប់ការបញ្ជាទិញបងប្អូនគ្រាន់តែចុចពាក្យបន្ថែមតរតេសហ្នឹងមិនណាយើងចុចលើអាវ៉ាន់មួយណាដែលយើងចង់ទិញសិនមកហើយបន្ទាប់មកចូលមកដល់កន្លែងហ្នឹងគឺបងប្អូនចុចលើចំនួនម៉ានឬក៏ពណ៌អីអញ្ចឹងហើយចុចពាក្យបញ្ជាក់នៅខាងក្រោមចេញមកក្រៅវិញចុចចូលកន្លែងពាក្យរតេសទំនិញនៅខាងក្រៅនេះបងប្អូនអញ្ចឹងយើងឃើញអាវ៉ាន់មួយណាដែលយើងបានដាក់ស្នាហើយគឺវានៅហ្នឹងហើយអញ្ចឹងយើងចង់ទិញអាវ៉ាន់មួយណាយើងគ្រាន់តែ select យកមុខនឹងហើយចុចពាក្យដាក់ស្នាមកហើយនៅខាងលើនេះយើងត្រូវបំពេញទីតាំងអាសយដ្ឋានមកដាក់ឈ្មោះលេខទូរស័ព្ទហើយនឹងដាក់ location ឬក៏ទីតាំងបងប្អូនឲ្យបានជាក់លាក់មិនណាបន្ទាប់ពីបងប្អូនបំពេញទីតាំងអាសយដ្ឋានហើយអូសចុះទៅខាងក្រោមចុចពាក្យរក្សាទុកហើយចុចកន្លែងអាសយដ្ឋានលំនាំដើមអញ្ចឹងបងប្អូនអស់មកក្រោមមកដាក់ទីតាំងឃ្លាំងមួយទៀតតែបងប្អូនគិតថាវានៅចិត្តបងប្អូនអញ្ចឹងណាមិនថាខេត្តឬភ្នំពេញទេងាយស្រួលអាវ៉ាន់មកដល់យើងទៅដកបានហើយសម្រាប់របៀបដឹកជញ្ជូនបងប្អូនសូមជ្រើសរើសយកផ្លូវគោកសម្រាប់អតិថិជនថ្មីខាងយើង free ថ្លៃដឹកពីចិនមកខ្មែរសម្រាប់អាវ៉ាន់កញ្ចប់ទី1ក្រាម3គីឡូហើយបន្ទាប់មកចុចពាក្យដាក់ស្នាការបញ្ជាទិញបន្ទាប់ពីយើងដាក់ស្នាទំនិញរួចគឺត្រូវបញ្ចូលទឹកប្រាក់ចូល app លោកដាដើម្បីបង់ថ្លៃអាវ៉ាន់ចាំបងប្អូនចុចកន្លែងបញ្ចូលទឹកប្រាក់ហើយចុចចំនួនទឹកប្រាក់ផ្ទាល់ខ្លួនហើយវាយលេខចំនួនទឹកប្រាក់អាម៉ានដែលបងប្អូនចង់បញ្ចូលចឹងមកបន្ទាប់ពីវាយចំនួនទឹកប្រាក់ហើយចុចពាក្យបញ្ចូលទឹកប្រាក់នៅខាងក្រោមហើយចុចកន្លែង ABA KX QR សម្រាប់ QR ហ្នឹងគឺ scan បានគ្រប់ធនាគារបងប្អូនអាច scan បានទាំងអស់បន្ទាប់ពី scan វេមករួចរាល់ទឹកប្រាក់អូតូចូលទៅក្នុង app លោកដាបងប្អូនហើយចុចចេញមកក្រៅវិញហើយចុចបង់ទំនិញមកនៅខាងលើនេះយើងឃើញគេដាក់ថារងចាំការទូទាត់អញ្ចឹងមានន័យថារងចាំយើងបង់ប្រាក់ទៅលើទំនិញហ្នឹងណាចូលបងប្អូនគ្រាន់តែចុចកន្លែងពាក្យបង់នៅខាងក្រោមហ្នឹងមកហើយវាលេខកូដសម្រាប់បង់ប្រាក់ចូលទៅពេលវាចេញបែបនេះបងប្អូនចុចកន្លែងពាក្យកែលេខសម្ងាត់ហ្នឹងណាហើយបើសិនបងប្អូនស្គាល់លេខសម្ងាត់ខ្លួនឯងចុចកន្លែងពាក្យផ្លាស់ប្ដូរលេខសម្ងាត់នៅខាងលើលេខសម្ងាត់ដើមហ្នឹងណាហើយដាក់លេខសម្ងាត់ដើមរបស់យើងទៅហើយនៅខាងក្រោមដាក់ពាក្យថ្មីមកដាក់លេខឬក៏អក្សរអីចំនួន6ខ្ទង់នៅខាងក្រោមហ្នឹងមកហើយពាក្យដាក់ស្នាចុចពាក្យដាក់ស្នាហើយគឺបានជោគជ័យឲ្យបងប្អូនវាលេខសម្ងាត់ថ្មីនឹងចូលទៅហើយចុចពាក្យបង់គឺបានសម្រេចហើយអញ្ចឹងការបញ្ជាទិញរបស់យើងគឺបានសម្រេចហើយដោយបងប្អូនឃើញខាងលើគេដាក់ថារងចាំការដឹកជញ្ជូនបើសិនបងប្អូនមានចម្ងល់ត្រង់កន្លែងណាអាចតាក់ទងចូលមកកាន់ page បាន